សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី14ខែធ្នូឆ្នាំ2025នេះបានចេញសារមកបញ្ជាក់សារជាថ្មីដើម្បីកុំឲ្យមានការភ័ន្តច្រឡំចំពោះការបិទការធ្វើដំណើរតាមច្រកព្រំដែនគោករវាងកម្ពុជានិងថៃសម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថាការផ្អាកការធ្វើដំណើរតាមច្រកព្រំដែនកម្ពុជាថៃធ្វើឡើងតែព្រំដែនគោកតែប៉ុណ្ណោះដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋហើយសម្រាប់ប្រជាជនថៃនិងកម្ពុជាចង់ត្រឡប់ចូលប្រទេសខ្លួនវិញអាចធ្វើដំណើរតាមផ្លូវអាកាសបានធម្មតាខាងក្រោមនេះគឺជាសារទាំងស្រុងរបស់សម្ដេចតេជោម្សិលមិញខ្ញុំបានបង្ហោះសារមួយជូនយោបល់ចំពោះរាជរដ្ឋាភិបាលចំពោះករណីប្រជាជនកម្ពុជានិងប្រជាជនថៃធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោកគួរត្រូវបានផ្អាកដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជានិងទាំងប្រជាជនថៃអាចមានការភ័ន្តច្រឡំឬចង់បង្ករឿងពីភាគីម្ខាងទៀតដែលគិតថាយើងមិនអនុញ្ញាតឲ្យប្រជាជនថៃវិលត្រឡប់ទៅប្រទេសវិញខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថាការផ្អាកការធ្វើដំណើរគឺគួរធ្វើតែតាមផ្លូវគោកតែប៉ុណ្ណោះព្រោះការប្រយុទ្ធនឹងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយបន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនៅតែអាចធ្វើដំណើរបានធម្មតាព្រោះគ្មានការប្រយុទ្ធនៅព្រលានយន្តហោះនោះទេអាស្រ័យហេតុនេះសូមបងប្អូនប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាអាចចាកចេញពីកម្ពុជាតាមផ្លូវអាកាសនៅភ្នំពេញឬនៅសៀមរាបសម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាមអាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅកាន់ប្រទេសថៃវិញឯប្រជាជនកម្ពុជាប្រសិនបើចង់មកកម្ពុជាក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញតាមផ្លូវអាកាសនៅទីកន្លែងដែលមានជើងហោះហើរមកកម្ពុជាខ្ញុំសូមបញ្ជាក់សារជាថ្មីថាយើងមិនមានការហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាឬប្រជាជនថៃនោះឡើយអ្វីដែលយើងសូមឲ្យផ្អាកគឺការផ្អាកធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជនសូមពិនិត្យឡើងវិញនៅសាររបស់ខ្ញុំម្សិលមិញនិងសូមកុំយកបំណងល្អរបស់ខ្ញុំដើម្បីការពារជីវិតមនុស្សទាំងជនជាតិខ្មែរនិងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ